กอริลลาជាស្វាធំដែលរស់នៅក្នុងព្រៃត្រូពិកនៃទ្វីបអាហ្វ្រិកត្រង់ខ្សែអេក្វាទ័រពួកស្វាហ្គោរីឡាត្រូវបានបែងចែកជាពីរប្រភេទគឺហ្គោរីឡាខាងកើតនិងហ្គោរីឡាខាងលិច DNA របស់ហ្គោរីឡាគឺស្រដៀងគ្នាខ្លាំងណាស់ទៅនឹងមនុស្សមានរហូតដល់95ទៅ99%ហើយពួកវាគឺជាខ្សែស្រឡាយនៃមនុស្សយើងដែលនៅរស់រានមានជីវិតហើយនឹងជាសត្វដែលជិតបំផុតពូជបន្ទាប់ពីពួកស្វាបូណូបូនិងស្វាស៊ីម៉ាន់ហ្វីកូរីឡាគឺជាសត្វធំជាងគេដែលមានកម្ពស់ចន្លោះពី 1.25 ទៅ 1.83 ទម្ងន់ចន្លោះពី 68 ទៅ 227 គីឡូក្រាមហើយដៃអាចលាតសន្ធឹងរហូតដល់ 2.51 ម៉ែត្រពួកវាច្រើនតែរស់នៅជាក្រុមដោយអ្នកដឹកនាំត្រូវបានគេហៅថាកូរីឡាខ្នងប្រាក់កូរីឡាខាងកើតត្រូវបានសម្គាល់ដោយពណ៌រោមងឹតជាងកូរីឡាខាងលិចនិងភាពខុសគ្នាខាងសេរីវិទ្យាតិចតួចផ្សេងទៀតកូរីឡាមានអាយុ 35-40 ឆ្នាំជម្រកធម្មជាតិរបស់ស្វាហ្គោរីឡាគឺនៅព្រៃឈើត្រូពិកនៅអនុតំបន់សាហារ៉ាអាហ្វ្រិកទោះបីជាស្វាហ្គោរីឡាគ្រប់ដណ្ដប់ភាគរយតិចនៅទ្វីបអាហ្វ្រិកអនុតំបន់សាហារ៉ាក៏ដោយស្វាហ្គោរីឡាវារស់នៅក្នុងព្រៃក្រាស់និងវាលភក់ទំនាបទាបស្វាហ្គោរីឡាទំនាបខាងលិចរស់នៅក្នុងប្រទេសអាហ្វ្រិកកណ្ដាលខាងលិចនិងស្វាហ្គោរីឡាទំនាបខាងកើតរស់នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យឲ្យកុងហ្គោនិងមាននៅជិតព្រំដែននៃប្រទេសរវ៉ាន់ដាផងដែរគេគិតថាមានស្វាហ្គោរីឡាខាងលិចប្រហែល316,000និងស្វាហ្គោរីឡាខាងកើតចំនួន5,000ក្បាលកំពុងរស់នៅក្នុងព្រៃប្រភេទសត្វទាំងពីរប្រភេទនេះត្រូវបានចាត់ថ្នាក់ជាប្រភេទជិតផុតពូជដោយមានការគំរាមកំហែងជាច្រើនចំពោះការរស់រានមានជីវិតរបស់ពួកវាដូចជាការបរបាញ់ការបំផ្លាញជម្រកនិងជំងឺដែលគំរាមកំហែងដល់ការរស់រានមានជីវិតរបស់ប្រភេទសត្វនេះទោះជាយ៉ាងណាក៏ដោយកិច្ចខិតខំប្រឹងប្រែងអភិរក្សទទួលបានជោគជ័យនៅក្នុងតំបន់មួយចំនួនដែលពួកវារស់នៅ